ការរៀបចំកម្លាំងនិងវិធីរាងកាយសម្រាប់កូនដោយឆ្លាតវៃដើម្បីត្រៀមសម្រាលការផ្ដល់កំណើតឲ្យទារកគឺជារឿងមួយដ៏អស្ចារ្យទោះជាយ៉ាងណាស្ត្រីដែលខ្លាំងនិងរឹងមាំអាចជាការគ្រប់គ្រងនិងរៀបចំបានជួយឲ្យឈានដល់ដំណាក់កាលនៃជីវិតនេះគឺជាគន្លឹះដ៏មានប្រយោជន៍មួយចំនួនស្ដីពីការរៀបចំខ្លួនរបស់អ្នកសម្រាប់ការសម្រាលទី1ចូលរួមក្នុងថ្នាក់ការសម្រាលកូននិងការបំបៅកូនចូលរួមក្នុងថ្នាក់ដែលដឹកនាំដោយអ្នកជំនាញសុខភាពនិងទស្សនវិស័យវគ្គសិក្សានេះរួមមានការណែនាំពីកម្លាំងពលកម្មវីដេអូការសម្រាលកូនក៏ដូចជារឿងរ៉ាវរបស់គូស្វាមីភរិយាដើម្បីជួយឲ្យម្ដាយយល់កាន់តែច្បាស់និងប្រសើរជាងមុនទី2មានភាពអត់ធ្មត់ស្ត្រីដែលមានផ្ទៃពោះតែងតែជួបប្រទះនឹងការឈឺចុកចាប់ជាពិសេសនៅពេលឆ្លងទន្លេត្រូវរក្សាភាពស្ងប់ស្ងាត់និងបង្វែរចិត្តរបស់លោកអ្នកដើម្បីកាត់បន្ថយការឈឺចុកចាប់ទី3ដឹងពីការឈឺពោះនិងការសម្រាលកូនយល់ពីដំណើរការបង្កើតកូនដូច្នេះអ្នកដឹងពីអ្វីដែលត្រូវរំពឹងនិងអាចរៀបចំខ្លួនបានពិភាក្សាពីលទ្ធភាពជាមួយវេជ្ជបណ្ឌិតរបស់អ្នកដូចជាការឆ្លងរោគមុនពេលឆ្លងទន្លេទី4បង្ហាញពីអារម្មណ៍របស់អ្នកត្រូវមានសេរីភាពក្នុងការបង្ហាញការភ័យខ្លាចចំពោះបុគ្គលិកពេទ្យគ្រូបង្វឹកការងារគិលានុបដ្ឋាយិកានិងគ្រូពេទ្យយល់ពីស្ថានភាពនិងអាចជួយអ្នកបានក្នុងការដោះស្រាយបញ្ហាជាមួយនឹងវាទី5រៀបចំកាបូបរបស់អ្នកមុនទៅមន្ទីរពេទ្យអ្នកប្រហែលជាត្រូវចេញទៅមន្ទីរពេទ្យគ្រប់ពេលដែលចាំបាច់ត្រូវរៀបចំនៅរបស់ចាំបាច់ទាំងអស់ដូចជាសម្លៀកបំពាក់ស្បែកជើងដែលមានផាសុកភាពនិងថ្នាំជាដើមដូច្នេះអ្នកនឹងមិនព្រួយបារម្ភទេនៅនាទីចុងក្រោយទី6សូមសួរនៅសំណួរដោយមិនស្ទាក់ស្ទើរស្វែងយល់អំពីការធ្វើតេស្តឬនីតិវិធីដែលបានអនុវត្តនិងអ្វីដែលអ្នកមិនពេញចិត្តព្រមទាំងសួរសំណួរផ្សេងទៀតដែលអ្នកមានបុគ្គលិកពេទ្យនឹងឆ្លើយនៅសំណួរទាំងអស់របស់អ្នកដើម្បីធ្វើឲ្យអ្នកមានភាពងាយស្រួលទី7ត្រូវតែមានមនុស្សជុំវិញខ្លួនអ្នកជានិច្ចអ្នកត្រូវការអ្នកដែលអាចផ្ដល់ការគាំទ្រផ្នែកអារម្មណ៍នៅពេលដែលអ្នកត្រូវការពួកគេអ្នកត្រូវតែមានមនុស្សនៅជុំវិញអ្នកដូចជាម្ដាយរបស់អ្នកបងស្រីប្តីមិត្តភក្តិឬក៏គិលានុបដ្ឋាយិកាទី8រាងកាយរបស់អ្នកនឹងឈប់ឆ្លើយតបទៅនឹងសកម្មភាពទាំងអស់ប្រសិនបើអ្នកមានអារម្មណ៍ថាធុញថប់និងទទួលរងនៅសម្ពាធរក្សាភាពស្ងប់ស្ងាត់និងមានទំនុកចិត្តហើយចំណាយពេលរបស់អ្នកដើម្បីដោះស្រាយនៅរាល់ការឈឺចុកចាប់ទាំងអស់ទី9បច្ចេកទេសដកដង្ហើមប្រកបដោយប្រសិទ្ធភាពផ្ដោតអារម្មណ៍ទៅលើការដកដង្ហើមពេលសម្រាលដកដង្ហើមចេញចូលអំឡុងពេលសម្រាលនិងជួយពង្រីកជាលិកានៃផ្នែកម្ខាងនៃទ្វារមាសដកដង្ហើមធំនិងរាប់ចំនួនដែលដង្ហើមចេញទី10បន្ធូររាងកាយរបស់អ្នកដាក់ដៃរបស់អ្នកនៅពីក្រោមសដន់របស់អ្នកហើយរុញទារកចុះក្រោមយឺតខណៈពេលដែលអ្នកដកដង្ហើមវែងអ្នកអាចសាកល្បងដូចជាអង្គុយមួយចំហៀងឬក៏ផ្អៀងទៅមុខគន្លឹះទាំងនេះជួយអ្នកក្នុងការរៀបចំផ្លូវចិត្តនិងរាងកាយសម្រាប់ការសម្រាលកូនជាជាងមិនដឹងខ្លួននៅពេលក្រោយវាផ្ដល់នូវការសម្រាលដែលប្រកបដោយសុវត្ថិភាព